Crop chụp điệp xua lục nền những prey mật trụ test này chốn chỉ ti group nâng chỉ ti mệt rây.បន្តស្វាគមន៍មកកាន់ BTV Top Story ព័ត៌មានសំខាន់ប្រចាំថ្ងៃទី3ខែសីហាឆ្នាំ2026ជួបនាងខ្ញុំគុន្ធីរួមជាមួយលោកផារិតដែលនឹងផ្ដល់ជូននៅព្រឹត្តិការណ៍ព័ត៌មានសំខាន់ប្រចាំថ្ងៃនេះបន្តទៀតទូរទស្សនិកជនផ្ដើមព័ត៌មានដំបូងយើងខ្ញុំសូមដកស្រង់នៅខ្លឹមសារចេញពីសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះអាដាមប៉ែប៊ូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានឲ្យដឹងថាមកទល់នឹងពេលនេះកម្ពុជាគឺខាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានផ្ញើកំណត់ទូតទៅកាន់ភាគីថៃចំនួន10លើករួចមកហើយដើម្បីស្នើសុំបើកកិច្ចប្រជុំចំពោះការផ្ញើកំណត់ទូត10លើកទៅកាន់ភាគីថៃដើម្បីស្នើឲ្យបើកកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការ JBC កម្ពុជានិងថៃនឹងបានចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីធ្វើការវាស់វែងជាក់ស្ដែងនៅលើដីតាមរយៈសន្និសីទសារព័ត៌មានដដែលស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃនៅព្រឹកថ្ងៃនេះអាដាមប៉ែនបូណាបានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាននឹងកំពុងតែបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីនិងប្រជាជនដោយចាត់ទុកជាអាទិភាពខ្ពស់បំផុតដោយគិតចាប់តាំងពីបទជបាញ់លើកទី2មកភាគីកម្ពុជាគឺបានផ្ញើកំណត់ទូត10លើកទៅហើយទៅកាន់ភាគីថៃដើម្បីឲ្យភាគីថៃចូលរួមនៅក្នុងកិច្ចប្រជុំ JBC គិតចាប់តាំងពីបទជបាញ់លើកទី2ចូលជាធរមានថ្ងៃ27ធ្នូឆ្នាំ2025មកដល់បច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនតំណាងឲ្យគណៈកម្មការ JBC ភាគីកម្ពុជាតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានផ្ញើកំណត់ទូត10លើកហើយទៅកាន់ភាគីថៃដើម្បីស្នើសុំបើកកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជាថៃនិងចាត់ក្រុមការងារវាស់វែងចម្រុះដើម្បីធ្វើការងារជាក់ស្ដែងនៅលើដីតាមរយៈសំណើទាំងនេះនឹងជំហរដោះស្រាយវិវាទដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាសហគមន៍អន្តរជាតិយល់កាន់តែច្បាស់ពីការពិតដែលបាននឹងកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃហើយការពិតនេះមិនអាចមានភាគីណាបិទបាំងបានជាដាច់ខាតតាមរយៈសន្និសីទសារព័ត៌មាននេះដែរឯកឧត្តមប៉ែបូណាក៏បានលើកឡើងដែរថាពិភពលោកបានមើលឃើញបានដឹងឮកាន់តែច្បាស់នៅសកម្មភាពនិងអំពើឈ្លានពាននឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃដែលបានរារាំងជនស៊ីវិលភាសាកម្ពុជាជាង 20,000 នាក់ទៀតមិនឲ្យវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញបានជាពិសេសលោក Thomas Andrew អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក៏បានបង្ហាញនៅអារម្មណ៍ក្តុកក្តួលក្រោយឃើញនៅទស្សនវិជ្ជាជាក់ស្ដែងនៃការរស់នៅរបស់បងប្អូនជនភាសាកម្ពុជាទាំងនោះនៅតាមបណ្ដោយព្រំដែនទូរទស្សនិកជនតាមការគ្រងទុកនៅចុងសប្តាហ៍នេះរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសម៉ាឡេស៊ីនិងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តមដាតុស៊េរីមូហាម៉េតខាឡេតប៊ីនណូឌីនរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីក្រុងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីនៅកម្ពុជាត្រូវបានរំពឹងថានឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជានិងម៉ាឡេស៊ីបន្ថែមទៀតតាមកម្មវិធីដែលបានគ្រោងទុករដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីនិងដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគូសំនិងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបន្ទាប់ពីជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជារដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីក៏នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរសូមរំលឹកថាក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសានលើកទី12នៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី18ខែកញ្ញាឆ្នាំ2025នាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបសម្ដែងការគួរសមជាមួយឯកឧត្តមដាតុស៊េរី
Mohammed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីដោយបានពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនងនិងបានរាយការណ៍ពីស្ថានភាពកម្ពុជាថៃជាពិសេសករណីពាក់ព័ន្ធនឹងហិង្សារបស់ប៉ូលីសថៃមកលើប្រជាជនកម្ពុជានៅភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យក្រោយភាគីថៃបានរាយបន្លាលួសថ្មីនៅទីតាំងដែលមិនទាន់ដោះស្រាយដែលខុសពីស្មារតីនៃកិច្ចប្រជុំ GBC ដែលត្រូវយកបញ្ហាខ្សែបន្ទាត់ព្រំដែនត្រូវដោះស្រាយដោយ JBCព័ត៌មានដោយឡែកនេះទស្សនិកជនជាការគិតគូរជាប់ជាប្រចាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតចំពោះក្រុមគ្រួសារវីរៈកងទ័ពនៅថ្ងៃនេះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញប្រគល់នៅផ្ទះចំនួន3ក្នុងបន្ថែមទៀតជូនដល់គ្រួសារវីរៈកងទ័ពនៅក្នុងខេត្តកណ្ដាលនៅព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន3ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពលីរស់នៅក្នុងទឹកដីខេត្តកណ្ដាលនៅក្នុងការកិត្តគូជាបន្តបន្ទាប់លោកជំទាវបណ្ឌិតបានអញ្ជើញប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពលីរស់នៅក្នុងទឹកដីខេត្តកណ្ដាលផងដែរនោះលោកជំទាវបណ្ឌិតបានពំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរួមជាមួយប្រសាសន៍សួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនរួមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនដល់ក្រុមគ្រួសារនៃសពផងដែរទន្ទឹមនឹងនេះដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃលោកជំទាវបណ្ឌិតក៏បាននាំយកមកជាមួយនៅអំណោយរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមានដូចជាថវិកាសម្ភារៈប្រើប្រាស់ស្បៀងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗជូនដល់ក្រុមគ្រួសាររបស់វីរៈកងទ័ពសូមបញ្ជាក់ផងដែរថាជាការគិតគូរដល់ស្ថានភាពជីវិតរបស់វីរៈកងទ័ពរួមទាំងក្រុមគ្រួសារសម្ដេចធិបតីបានដាក់ចេញនូវគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការណែនាំក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតការស្រោចស្រង់សមាជិកគ្រួសារការផ្ដល់អាហារូបករណ៍ដល់កូនបានសិក្សាកម្រិតបរិញ្ញាបត្រការរៀបចំឥណទានសារជាថ្មីការជួយសម្រួលដល់ការផ្ទេរបានកម្មសិទ្ធិដោយមិនគិតកម្រៃសេវានិងការសាងសង់ផ្ទះជំរំភាសឹកសាលារៀនមន្ទីរពេទ្យសម្រាប់ប្រជាជនភាសឹករួមទាំងក្រុមគ្រួសារវីរៈកងទ័ពតើមើលអំពីមោទនភាពសម្រាប់កម្ពុជាមួយទៀតដែលយើងកំពុងតែដឹកនាំនៅកិច្ចប្រជុំដ៏មានសារៈសំខាន់មួយជាកិច្ចប្រជុំកម្រិតអន្តរជាតិប្រិយមិត្តទស្សនិកជនកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ានស្ដីពីការរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីមុខងារសាធារណៈលើកទី23និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូក3ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី8និងព្រឹត្តិការណ៍ពាក់ព័ន្ធដែលធ្វើឡើងចន្លោះពីថ្ងៃទី3ដល់ថ្ងៃទី5ខែសីហាឆ្នាំ2026នៅថ្ងៃទី3ខែសីហានេះជាថ្ងៃទី1នៃកិច្ចប្រជុំឯកឧត្តមយុវនារដ្ឋលេខាធិការប្រចាំការមុខងារសាធារណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី23ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាមន្ត្រីជាន់ខ្ពស់ ACCSM មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ានឯកឧត្តមយុវនាបានដឹកនាំពិនិត្យពិភាក្សានិងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់វឌ្ឍនភាពការងារនិងរបៀបវរៈនានាជាមួយបណ្ដាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ដើម្បីធានាឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ទទួលបានលទ្ធផលផ្លែផ្កានិងជោគជ័យខ្ពស់កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះធ្វើឡើងនៅក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរបទពិសោធន៍និងជំរុញការធ្វើនវានុវត្តន៍នៅក្នុងវិស័យមុខងារសាធារណៈរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននិងដៃគូដើម្បីឆ្លើយតបទៅនឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព
សូមរំលឹកថាសម្រាប់ឆ្នាំ2024ដល់2026នេះគឺជាលើកទី2ដែលកម្ពុជាទទួលធ្វើជាប្រធានបដូវវេនរៀបចំកិច្ចប្រជុំនេះជាថ្មីក្រោមមូលបត្រនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើងដែលទទួលបន្ទុករៀបចំដោយមុខក្រសួងមុខងារសាធារណៈការជ្រើសរើសមូលបត្រនេះគឺក្នុងគោលបំណងប្រមូលផ្ដុំនិងចែករំលែកនៅពុទ្ធិនិងឧត្តមមានវត្តពាក់ព័ន្ធនិងនវានុវត្តន៍នៅក្នុងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាននិងដៃគូបង្កើនប្រសិទ្ធភាពនៅក្នុងការអនុវត្តឯកសារណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈនិងជំរុញការអនុវត្តនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពសេវាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំអាស៊ានក៏ដូចជាដៃគូដែលសម្រេចបាននៅគោលបំណងរបស់ផែនការការងារ ACCSM 2021-2025 ចក្ខុវិស័យសហគមន៍អាស៊ាន2025និងចក្ខុវិស័យសហគមន៍អាស៊ាន2045ព្រមទាំងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពគឺជាចំណុចស្នូលនៃទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលនិងជាកាតាលីករដ៏សំខាន់បំផុតមួយនៅក្នុងការរក្សាសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយយកលើឯកសារនិងសារៈសំខាន់ទាំងនេះទាំងមន្ត្រីរាជការទាំងអង្គភាពផ្ដល់សេវាសាធារណៈទាំងអស់ត្រូវបន្តរិះរកនិងអនុវត្តវិធីសាស្ត្របំពេញការងារថ្មីដើម្បីពង្រឹងនិងលើកកម្ពស់ការផ្ដល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរឡើងជាប្រចាំនិងត្រូវឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាជននៅគ្រប់កលៈទេសៈនិងស្របទៅនឹងនិន្នាការនៃការវិវត្តនៃបច្ចេកវិទ្យានិងសេដ្ឋកិច្ចសង្គមជាតិតំបន់និងសកលលោកគណៈដែលនៅសល់ប្រមាណតែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រឡងបាក់ឌុបក៏នឹងចូលមកដល់នៅក្នុងនោះផងដែរទាំងក្រសួងអប់រំទាំងស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានាដែលបានបញ្ជូនមន្ត្រីស្ម័គ្រចិត្តរបស់ខ្លួនចូលរួមនៅក្នុងដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនៅក្នុងឆ្នាំនេះពីក្រមអ្នកសង្កេតការស្ម័គ្រចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយក៏បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការចូលរួមសង្កេតការនៅដំណើរការនៃការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយដើម្បីធានាបាននូវដំណើរភាពកញ្ញាអាល់អារីយ៉ាអ្នកសង្កេតការស្ម័គ្រចិត្តនៃអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ប្រាប់ BTV នៅថ្ងៃនេះថាមូលហេតុដែលចូលរួមធ្វើជាអ្នកសង្កេតការប្រឡងបាក់ឌុបនៅឆ្នាំនេះគឺចង់ចូលរួមចំណែកឲ្យការប្រឡងទទួលបានយុត្តិធម៌តម្លាភាពនិងចូលរួមលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាកញ្ញាបន្តថានឹងបំពេញតួនាទីជាអ្នកសង្កេតការឲ្យបានល្អជាអាចប្រកាន់ខ្ជាប់នូវសីលធម៌វិន័យនិងបទបញ្ជាផ្ទៃក្នុងមូលហេតុដែលខ្ញុំចង់ចូលរួមធ្វើជាអ្នកសង្កេតការក្នុងការប្រឡងបាក់ឌុបនេះព្រោះខ្ញុំចង់ចូលរួមក្នុងចំណែកក្នុងការធានាឲ្យការប្រឡងបាក់ឌុបទទួលបានការប្រកបដោយភាពយុត្តិធម៌ហើយនិងតម្លាភាពហើយព្រមទាំងចូលរួមក្នុងចំណែកមួយដែលថាយើងលើកកម្ពស់ទៅលើការធានាគុណភាពទាក់ទងនឹងវិស័យអប់រំផងដែរចា៎បងសម្រាប់ទូនទីក្នុងការធ្វើជាអ្នកសង្កេតការហ្នឹងយើងត្រូវតែត្រួតពិនិត្យអំពីដំណើរការប្រឡងគឺការហាមឃាត់ទាក់ទងនឹងការយកការចូលការទៅមើលលើឯកសារដែលបេក្ខជនណាមួយដែលគាត់ចង់លួចយកចូលមកអញ្ចឹងមានន័យថាយើងការពារកុំឲ្យមានរឿងហ្នឹងកើតឡើងមានថាយើងធានាដោយភាពយុត្តិធម៌ហ្មងមានថាអ្នកចេះគឺជាប់ឃើញខ្ញុំយល់ឃើញថាការប្រឡងបាក់ឌុបឆ្នាំមុនហើយក៏សម្រាប់ដែលខ្ញុំជាបេក្ខជនដែលធ្លាប់ប្រឡងបាក់ឌុបដែរខ្ញុំគិតថាទទួលបានដោយភាពយុត្តិធម៌ក្នុងការប្រឡងបានន័យថាអត់មានបេក្ខជនណាអាចមើលវិញ្ញាសាបានទេមានន័យថាសមត្ថភាពមានរៀងខ្លួនអ្នកចេះគឺជាប់យើងចេះបានប៉ុណ្ណាយើងជាប់ប៉ុណ្ណឹងដូចគេកំណត់ពីនិទេសដាក់អញ្ចឹងមានថាសមត្ថភាពយើងខ្លាំងអញ្ចឹងទៅបានអេហ្នឹងទៅល្មមកំណត់ទៅយើងបានអញ្ចឹងសម្រាប់ជាសារលើកទឹកចិត្តខ្ញុំលើកទឹកចិត្តឲ្យបងប្អូនថ្នាក់ទី12ទាំងអស់មានន័យថាប្រឡងគឺខំប្រឹងមានថាយើងប្រឹងដោយសមត្ថភាពឯកឧត្តមកែវធីវុឌ្ឍឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយបានផ្ដល់បទសម្ភាសន៍ជាមួយ BTV ដែលថានៅឆ្នាំនេះអ្នកសង្កេតការស្ម័គ្រចិត្តរបស់អង្គភាព ACU មានជាង 4000 នាក់នឹងដាក់ពង្រាយនៅតាមបណ្ដោយប្រឡងនៅទូទាំងរាជធានីខេត្តបន្ថែមពីលើនេះអង្គភាព ACU ក៏បានពង្រីកវិសាលភាពនៃការសង្កេតការត្រង់ដំណើរបោះពុម្ពវេចខ្ចប់ប្រធានវិញ្ញាសាដែលការប្រឡងបាក់ឌុបចាប់ពីឆ្នាំ2014រហូតមកដល់2025មកអង្គភាព ACU មិនបានចូលរួមនោះទេតែឆ្នាំនេះគឺ
និងដាក់មន្ត្រីឲ្យចូលរួម សម្រាប់ឆ្នាំ 2026 នេះគឺការត្រៀមលក្ខណៈមិនខុសពីឆ្នាំ 2025 ទេប៉ុន្តែអ្វីដែលជាការកត់សម្គាល់នៅទីនេះខ្ញុំឃើញក្រសួងអប់រំយុវជនកីឡាក៏បានលើកឡើងនៅវិធានការថ្មីដើម្បីពង្រឹងបន្ថែមទៅក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដែលអង្គភាពឆាំងពលលើកសូមគាំទ្រទៅលើវិធានការបន្ថែមនេះហើយយើងនឹងបន្តចូលរួមសហការជាមួយក្រសួងអប់រំយុវជនកីឡានៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ 2026 នេះនៅក្នុងឆ្នាំ 2026 នេះក៏ខ្ញុំសូមជម្រាបជូនថាអបពយើងបានពង្រីកវិសាលភាពនៃការសង្កេតការណ៍ត្រង់នៅលើដំណើរការមួយទៀតគឺដំណើរការបោះពុម្ពវេចខ្ចប់ប្រធានវិសា គូបញ្ជាក់ដែរថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបនឹងប្រព្រឹត្តទៅរយៈពេល 2 ថ្ងៃចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 11 ខែសីហាឆ្នាំ 2026 ដោយមានបេក្ខជនសរុបជាង 150,000 នាក់ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានជាង 30,000 នាក់ស្មើនឹងជាង 24% និងថ្នាក់វិទ្យាសាស្ត្រសង្គមមានជាង 100,000 នាក់ស្មើនឹងជាង 75% ការប្រឡងបាក់ឌុបឆ្នាំនេះនៅតែបន្តអនុវត្តគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានពលអ្នកចេះគឺជាប់ ទន្ទឹមនឹងនោះដែរនៅមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបចូលមកដល់មន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាក៏បានអំពាវនាវក៏ដូចជាក្រើនរំលឹកនឹងណែនាំទៅដល់សិស្សានុសិស្សដែលត្រៀមចូលរួមប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះត្រូវបែងចែកទាំងពេលវេលាសិក្សាទាំងពេលរំលែកនិងពេលវេលាផ្ទាល់ខ្លួនឲ្យបានស្មើៗគ្នា ឯកឧត្តមសានវឌ្ឍនារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានផ្ដល់ជាដំបូន្មានមួយចំនួនសម្រាប់សិស្សដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខការប្រឡងនឹងប្រព្រឹត្តទៅពីថ្ងៃទី 10 ដល់ 11 សីហាសម្រាប់សិស្សនៅសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈនៅទូទាំងប្រទេស ឯកឧត្តមបញ្ជាក់ទៀតថាក្រសួងអប់រំបានបញ្ជាក់ឲ្យថាសិស្សអាចម្នាក់មានវិធីសាស្ត្ររៀនផ្សេងៗគ្នាតែសិស្សគួរបែងចែកពេលវេលានីមួយជា3ភាគស្មើគ្នាការបែងចែកនេះគឺ 8 ម៉ោងសម្រាប់ការទទួលទានដំណេកគ្រប់គ្រាន់ 8 ម៉ោងសម្រាប់ការសិក្សាសម្រាប់ត្រៀមប្រឡងនិងបែងចែកពេលវេលា 8 ម៉ោងទៀតសម្រាប់ពេលវេលាផ្ទាល់ខ្លួន យើងអាចមានលទ្ធភាពនៃការរៀនផ្សេងៗគ្នាហើយអ្នកខ្លះរៀនបានប៉ាកែអ្នកខ្លះរៀនត្រូវការពង្រឹងបន្ថែមទៀតអីប៉ុន្តែត្រូវចាំថាម្នាក់មានរបស់មួយដូចគ្នាគឺពេលវេលាមួយថ្ងៃមាន 24 ម៉ោងដូចគ្នាដូច្នេះខ្ញុំចង់យកពេលវេលានេះមកចែកម្លែកការត្រៀមខ្លួនបន្តិចដែលជាលក្ខណៈជាក់ស្ដែងជូនកូនទាំងអស់គ្នាទី1ដើម្បីឲ្យបានទទួលការជោគជ័យនៅក្នុងការត្រៀមខ្លួនដើម្បីប្រឡងបាក់ឌុបនេះទី1មុនគេកូនអាចគិតគូររូបមន្តមួយដែលឲ្យទៅអ្នកសកលពូនេះប្រើដូចគ្នានេះគឺរូបមន្តគេហៅថា3គុណនឹង8 3គុណនឹង8នេះបានន័យថាម៉េចគឺបានន័យថាមនុស្សគ្រប់គ្នាមុនប្រឡងហ្នឹងឯងគួរចែកពេលវេលា 24 ម៉ោងនេះជា3ភាគស្មើគ្នា 8 ម៉ោងគឺសម្រាប់ទទួលទានដំណេកបានន័យថាដេក 8 ម៉ោងនេះម្នាក់ទៅថាដេកអត់គ្រប់ 8 ម៉ោងទេគឺមានកំហុសហើយបាទទី2យក 8 ម៉ោងទៀតដើម្បីទៅរៀនបន្ថែមជាមួយនឹងគ្រូឬក៏រៀនជាមួយមិត្តភ័ក្តិកូនត្រូវធៀមហ្មងថា10ថ្ងៃមុនប្រឡងបាក់ឌុបនេះគឺត្រូវខំប្រឹងបន្ថែមទៀតគុំសំយងដៃឲ្យសោះបាទត្រូវស្វាធ្យាយរៀនបន្ថែមជាពិសេសរៀនវិញ្ញាសាឬក៏គន្លឹះនៃការឆ្លើយពេលប្រឡងនេះជាមួយនឹងគ្រូឬក៏ជាមួយនឹងមិត្តភ័ក្តិ 8 ម៉ោង 8 ម៉ោងទៀតគឺទុកសម្រាប់ធ្វើអី 8 ម៉ោងទៀតគឺទុកសម្រាប់ខ្លួនឯងសម្រាប់សម្រាកសម្រាប់លំហែកាយសម្រាប់ហើយនឹងរំលឹកមេរៀនទន្ទិញមេរៀនអីហ្នឹងគឺ 8 ម៉ោងហ្នឹង ទន្ទឹមនឹងការក្រើនរំលឹកតាក់ទងទៅនឹងបទពិសោធន៍នៃការបែងចែកពេលវេលានេះឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងជុំវិញទៅនឹងវិធីសាស្ត្រនៃការសិក្សាផងដែរការលើកទឹកចិត្តឲ្យសិស្សសិក្សាភ្ជាប់ជាមួយនឹងការសម្រាកជៀសវាងការសិក្សាម៉ោងជាប់គ្នាឯកឧត្តមក៏បានលើកជាឧទាហរណ៍សិស្សគួរសិក្សាចំណាយពេល 25 នាទីសម្រាប់ 5 នាទីត្រូវមានការសិក្សាបែបសកម្មអនុវត្តទាំងការទន្ទិញនិងអនុវត្តលំហាត់ជាដើម
លោកគ្រូចង់ចែកម្លែករបៀបរៀនបន្ថែមទៀតលោកគ្រូឃើញកូនខ្លះគិតចិត្តដល់ពេលប្រឡងហ្នឹងភ័យហើយខំប្រឹងទិញនោះទិញបាទគេអត់ធ្វើអញ្ចឹងទេកូនត្រូវសាកល្បងអញ្ចេះវិញរៀន25នាទីសម្រាប់5នាទីបាទហើយកុំលឹះនឹងឲ្យសោះរៀន25នាទីសម្រាប់5នាទីហើយ25នាទីទៀតសម្រាប់5នាទីទៀតធ្វើអញ្ចឹង3ដងសម្រាប់ឲ្យបានកន្លះម៉ោងបើតែក្នុង2ម៉ោងយើងរៀន25នាទីសម្រាប់5នាទី25នាទីសម្រាប់5នាទី25នាទីហើយសម្រាប់កន្លះម៉ោងអញ្ចឹងបានន័យថាខួរក្បាលយើងក្នុង2ម៉ោងនេះយើងវាមានពេលវេលាសម្រាប់ពេលវេលាបន្ធូរបន្ថយឲ្យបានដើម្បីឲ្យវាងាយចាប់ព័ត៌មានថ្មីមកវិញការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថាខួរក្បាលដែលមានពេលវេលាសម្រាកបែបនេះនឹងមានប្រសិទ្ធភាព40% ខ្ពស់ជាងខួរក្បាលដែលប្រើជាប់រហូតនៅក្នុងពេល2ម៉ោងដូចគ្នានេះបាទរឿងចុងក្រោយគេហៅថារបៀបរៀនបែបសកម្មរបៀបរៀនបែបសកម្មនេះគឺកូនត្រូវសាកល្បងចេះបើសិនជារៀនអានឹងហើយវាលេងចេះតល់ហើយកូនសម្រាប់មួយផ្លែតសិនហើយយកអីមកសាកល្បងខ្លួនឯងថ្មីមួយទៀតបាទហើយទាញព័ត៌មានថ្មីមកបន្តជាប់អញ្ចឹងការអានលាយជាមួយនឹងការធ្វើលំហាត់ផ្ទាល់ដៃហើយលាយជាមួយនឹងការទន្ទិញក្នុងខួរក្បាលនេះបើយើងធ្វើឲ្យមានការឆ្លាស់គ្នាជាប់ជាប្រចាំចេះធ្វើឲ្យប្រសិទ្ធភាពនៃការរៀនបានខ្ពស់ជាងមុន 50% បាទអញ្ចឹង3រូបមន្តនេះគឺចាស់ជំនាន់មុនបាទឬក៏ជំនាន់លោកគ្រូជំនាន់លោកតារាយគឺសិតតែប្រើដូចគ្នាបាទ8គុណនឹង3 25បូក5ហើយនឹងការទិញបែបសកម្មនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា 2025-2026 នឹងប្រព្រឹត្តទៅរយៈពេល2ថ្ងៃគឺនៅថ្ងៃទី10-11 សីហាសម្រាប់សិស្សសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេសការប្រឡងបាក់ឌុបនៅក្នុងឆ្នាំនេះនឹងមានការចូលរួមគ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយចាប់រាប់ពីដំណាក់កាលតាក់តែងវិញ្ញាសារហូតដល់ដំណាក់កាលប្រកាសលទ្ធផលជាផ្លូវការអាជ្ញាធរនៅក្នុងរាជធានីភ្នំពេញបន្តតាមប្រម៉ាញ់នៅជនល្មើសដែលប្រព្រឹត្តបទល្មើសអនឡាញ scam ជាប់ជាប្រចាំនិងយ៉ាងសកម្មរហូតដល់ការមានការបំលែងខ្លួនពីទីតាំងធំមកជាទីតាំងតូចនៅព្រឹកថ្ងៃទី3ខែសីហាឆ្នាំ2026នេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ7មករាដែលមានកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោកថេងសុថុលអភិបាលខណ្ឌបានបន្តការចុះពិនិត្យរដ្ឋបាលលើទីតាំងអគារខុនដូផ្ដល់ការស្នាក់នៅចំនួន2ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ111សង្កាត់បឹងប្រលិតខណ្ឌ7មករាដើម្បីបន្តតាមឃ្លាំមើលនិងបង្ក្រាបដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ scam ក្នុងមូលដ្ឋានលោកនប់ផាអភិបាលរងខណ្ឌ7មករាបាននិយាយថាការចុះរដ្ឋបាលពិនិត្យទាំងរយៈពេលកន្លងមកក្នុងពេលថ្មីនេះនឹងបន្តទៅមុខទៀតគឺជាការរុញច្រាននិងធ្វើឲ្យបណ្ដាក្រុមអ ក្រិតជនទាំងអស់មានការភ័យព្រួយខ្លាចរអាអំពីវិធានការដ៏ម៉ឺងម៉ាត់របស់កងកម្លាំងអាជ្ញាធរទោះការចុះពិនិត្យតាមទីតាំងមួយចំនួនខ្លះពុំមានការរកឃើញបទល្មើសអនឡាញ scam ក៏ដោយនវត្តតាមអនុក្រឹត្យលេខ03របស់រាជរដ្ឋាភិបាលក៏ដូចជាបទជាបោះឯកឧត្តរបាលរាជធានីភ្នំពេញគណៈជាការឯកភាពរដ្ឋបាលខណ្ឌរបស់យើងគឺនៅតែបន្តយ៉ាងសស្រាក់សស្រាំក្នុងការបង្ក្រាប scam online ចឹងរៀងរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋានខណ្ឌយើងមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ឬជនណាម្នាក់មកប្រព្រឹត្ត scam online នៅក្នុងមូលដ្ឋានរបស់យើងទេទោះបីទីតាំងនោះវាទីតាំងធំឬក៏តូចយ៉ាងណាគឺយើងត្រូវតែជ្រុំធ្វើម៉េចដើម្បីលុបបំបាត់ចោលបទល្មើស scam នេះឲ្យអស់នៅក្នុងមូលដ្ឋានបាទកន្លងមកគឺរូបភាពក្រៅពីធ្វើនៅអគារធំអគារខ្ពស់ហើយនឹងបន្ទប់ផ្ទះសំណាក់កន្លងមកក៏យើងធ្លាប់បានក្រាបដែលជនល្មើសនៅតែបន្តប្រើគ្រប់រូបភាពដូចជាការលាក់សម្ភារៈនៅក្នុងរថយន្តហើយយើងក្រាបបានជារឿយគឺនៅក្នុងមូលដ្ឋានខណ្ឌ7មករារបស់យើងគឺយើងធ្វើដោយភាពទន់ភ្លន់ប៉ុន្តែមើងម៉ាត់បិសាយើងមិនទទួលយកនៅជនបរទេសតែរក
បង្កើតនៅបទល្មើសនៅក្នុងប្រជាណាចក្រកម្ពុជារបស់យើងទេប៉ុន្តែយើងស្វាគមន៍ចំពោះភ្ញៀវបរទេសដែលគាត់ជាភ្ញៀវទេសចរគាត់ជាអ្នកមករកស៊ីនៅក្នុងប្រទេសរបស់យើងស្វាគមន៍ជានិច្ចបាទអញ្ចឹងការធ្វើរបស់យើងតែងតែពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ទីមួយរដ្ឋបាលខណ្ឌក៏ដូចគណៈបញ្ជាការឯកភាពខណ្ឌរបស់យើងគឺយើងមិនដុតឲ្យខ្លោចទេបាទយ៉ាងណាក៏យើងត្រូវតែធ្វើដោយប្រុងប្រយ័ត្នខ្ពស់បាទដែលយើងមិនអាចឲ្យខ្លាយទៅជាការអនុវត្តវិធានការច្បាប់ហើយវាធ្វើឲ្យជះឥទ្ធិពលទៅដល់កិច្ចការផ្សេងទៀតដែលជាបរិបទរបស់យើងដែលត្រូវទទួលបានផលអំពីការទទួលភ្ញៀវបរទេសនោះទេដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ03ក៏ដូចជាបទវិជារបស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាឲ្យម្ចាស់ទីតាំងគាត់មានការចូលរួមបាទជាមួយនឹងអាជ្ញាធរធ្វើម៉េចទប់ស្កាត់បទល្មើសនេះទី1ចំណុចទី2គឺដើម្បីរក្សាផលប្រយោជន៍របស់គាត់បាទពួកគាត់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារយើងមានច្បាប់យើងមានអនុក្រឹត្យដែលមិនអនុញ្ញាតឲ្យម្ចាស់ទីតាំងទទួលភ្ញៀវបរទេសដែលមិនមានឯកសារត្រឹមត្រូវទី1គឺប៉ាសពតទី2គឺទិដ្ឋាការឆ្លងដែនបាទកន្លែងនេះដែលយើងត្រូវតែជំរុញពួកគាត់ដោយសារយើងមានការផាកពិន័យចំពោះការទទួលភ្ញៀវបាទបរទេសដែលមិនមានឯកសារមានសុពលភាពនៅឡើយហើយក្នុងនោះក៏យើងមានការផាកពិន័យជាបន្តបន្ទាប់បាទធ្វើយ៉ាងណាដើម្បីឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់មួយវិញទៀតពាក់ព័ន្ធនឹងកិច្ចការនេះដែរការតាមដានការស្នាក់នៅរបស់ជនបរទេសក៏ត្រូវតែត្រួតពិនិត្យទៅលើការចុះប្រព័ន្ធបាទនេះថាប្រព័ន្ធតាមដានការស្នាក់នៅរបស់ជនបរទេសបាទគឺប្រព័ន្ធ FPCS របស់ការអន្តរប្រវេសន៍បាទដែលបានតម្លាក់ឲ្យមន្ត្រីពិសេសគឺអធិការឋានបាទគ្រប់ខណ្ឌទាំងអស់ដើម្បីអនុវត្តលើកិច្ចការទាំងអស់ ដល់ឡែកយើងមកមើលអំពីប្រយោជន៍នៃការសិក្សានិងបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈទស្សនិកជនអ្នកជំនាញផ្នែកវិស្វកម្មរថយន្តបានលើកឡើងឲ្យដឹងថាចំពោះអ្នកដែលចេះនៅជំនាញរថយន្តនេះគឺងាយស្រួលនៅក្នុងការរកការងារធ្វើគឺមានតម្រូវការការងារខ្ពស់នៅក្នុងពេលបច្ចុប្បន្ននេះហើយប្រាក់ចំណូលវិញគឺអាចរកបានចាប់ពី$300ទៅ$400ឬក៏ច្រើនជាងនេះលោកនុនឌីអនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ITI បានឲ្យ BTV ដឹងថាពិតប្រាកដណាស់ជំនាញផ្នែកយានយន្តគឺជាវិស័យទីផ្សារការងារដែលមានសក្តានុពលខ្ពស់និងអាចរកប្រាក់ចំណូលជាមធ្យមចាប់ពី$300ឡើងទៅអាស្រ័យលើកម្រិតជំនាញនិងបទពិសោធន៍ជាក់ស្ដែងលោកបន្តថាទីផ្សារជំនាញផ្នែកយានយន្តនិយាយនៅក្នុងកម្រិតដែលលោកធ្លាប់បានបណ្ដុះបណ្ដាលទៅកាន់សិស្សនាពេលកន្លងមកសម្រាប់កម្រិតមធ្យមអាចរកចំណូលបានចាប់ពី$300ទៅ$500ក្នុងមួយខែហើយប្រសិនបើកម្រិតជំនាញខ្ពស់ឬក៏ឯកទេសនោះគឺអាចមានចំណូលលើសពី$600ឡើងទៅព្រោះចេះជួសជុលប្រព័ន្ធអគ្គិសនីរថយន្តនិងកុំព្យូទ័រយានយន្តទំនើបលោកបន្ថែមទៀតថាជំនាញនេះសិស្សទាំងអស់មិនត្រឹមតែអាចងាយស្រួលស្វែងរកការងារធ្វើទេថែមទាំងអាចបើកជាអាជីវកម្មដោយខ្លួនឯងបានដែរទៅតាមលទ្ធភាពជាក់ស្ដែងបាទជាមធ្យមជាទូទៅគាត់អាចបានក្នុងប្រហែលជា500គឺលើ500បាទចាប៉ុន្តែចានិយាយថាបើយើងរៀនចប់ដំបូងយើងចេះបាទបើចប់ដំបូងយើងប្រហែលជា300ឡើងបាទ300ឡើងចាអញ្ចឹងជាទឹកចិត្តគ្រូបង្រៀនបាទចង់ឃើញយុវជនបាទដែលមករៀននៅទីនេះគាត់មានជំនាញហើយនឹងប្រាក់ចំណូលខ្ពស់បាទហើយមានន័យថាខាងក្រៅក៏ខ្ញុំមានគេហៅទៅធ្វើប៉ុន្តែខ្ញុំសឹកគិតលះបង់ដើម្បីយើងបង្រៀននិងបណ្ដុះបណ្ដាលបងប្អូននៅទីនេះបាទហើយមួយទៀតសម្រាប់ជំនាញនេះមានន័យថាយើងបន្ទាប់ពីបញ្ចប់ជំនាញរថយន្តហ្នឹងយើងអាចក្លាយទៅជាថកែបាទណាអាចក្លាយជាថកែចំណែកលោកញិចសុភ័ក្រគ្រូបច្ចេកទេសជំនាញផ្នែកអគ្គិសនីរថយន្តនៅក្នុងវិទ្យាស្ថានដូចគ្នានេះដែរបានឲ្យដឹងថាជាការពិតណាស់ការចាប់យកជំនាញណាមួយសុទ្ធតែល្អប៉ុន្តែក្នុងបច្ចុប្បន្ននិងអនាគតយុវជនគួរតែងាកទៅចាប់យកជំនាញផ្នែកយានយន្តដោយសារតម្រូវការកម្លាំងពលកម្មជំនាញកាន់តែខ្ពស់ខណៈការប្រើប្រាស់យានយន្តលើដងផ្លូវក៏កាន់តែមានកំណើនជាមួយនេះលោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ត្រូវពិចារណាឬទៅស្វែងយល់ជំនាញនីមួយៗជាមុនសិនមុននឹងសម្
សម្រាប់ចិត្តចាប់យកអាជីពណាមួយទៅថ្ងៃអនាគតលោកបន្ថែមទៀតថាប្រសិនជាអាចយុវជនគួរតែរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឬហៅថា TVET ពីព្រោះរាជរដ្ឋាភិបាលកំពុងខិតខំតាក់ទាញអ្នកវិនិយោគបរទេសជាច្រើនមកបណ្ដាក់ទុនវិនិយោគនៅក្នុងស្រុកដើម្បីបើកជារោងចក្រសហគ្រាសនាំយកឱកាសការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ បាទសម្រាប់ខ្ញុំគឺខ្ញុំចង់ជំរុញឲ្យយុវជនរបស់យើងចាប់ជំនាញបច្ចេកទេសបានច្រើនជាពិសេសនៅលើឡាន EV ដែលថាបច្ចុប្បន្ននេះគឺឡាន EV កំពុងតែវាលុកក្នុងទីផ្សារខ្លាំងមែនទែនហើយជាពិសេសបងប្អូនគឺជាចំនួនក្រោយហៅថា new generation អញ្ចឹងយើងត្រូវការពីមួយចំនួនទៅមួយចំនួនត្រូវតែមានការវិវត្តទៅលើផ្នែកបច្ចេកទេសនេះទោះបីយ៉ាងណាយើងត្រូវតែមានជំនាញមួយTVET គឺរងចាំទទួល 100% ឲ្យតែបងអូនមានចិត្តស្រឡាញ់ឲ្យតែបងអូនខិតខំនោះគឺឱកាសការងារតែឱកាសផ្សេងៗទៀតនឹងមានឱកាសច្រើន ទូរទស្សនិកជនតេតងទៅនឹងវិស័យទេសចរវិញនៅក្នុងដំណើរនៃការអញ្ជើញចុះស្វែងយល់ពីតំបន់សក្តានុពលនៃវិស័យទេសចរនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនរបស់ឥណ្ឌាប្រមាណជាជាង20ក្រុមហ៊ុនក៏បានបញ្ជាក់ប្រាប់ BTV នៅឯអាកាសយានដ្ឋានអន្តរជាតិដេជោនៅថ្ងៃនេះថានៅក្នុងដំណើរទស្សនកិច្ចចុះស្វែងយល់ពីសក្តានុពលទេសចរនៅកម្ពុជា8ថ្ងៃនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបខេត្តព្រះសីហនុ គ្រប់គោលដៅទេសចរទាំងអស់គឺពិតជាផ្ដល់នូវចំណេះដឹងបទពិសោធន៍ដ៏ល្អបែបប្រពៃណីវប្បធម៌សាសនាប្រវត្តិសាស្ត្រនិងបរិស្ថានធម្មជាតិល្អប្រណិតនិងមានសន្តាគារអាហារដ្ឋានបែបឥណ្ឌាច្រើនកន្លែងតម្លៃសមរម្យនិងមានសុវត្ថិភាពល្អបំផុត So we have been to fam trip to Cambodia. It was a wonderful experience from our all travel agents of India. They are from the all parts of India. We are here. And we saw the country. It's a beautiful country having a culture blend of history and modern. So, and it's good for our Hinduism. Hindu temples are there, Angkor Wat and everything. And we enjoyed a lot. The hospitality was very good. Hotels and everything. And the new airport, it has come up in a very good way. And even the Indian food, and we have tasted the Cambodian food also. It's a good blend of everything. I just want to say that what we should, Cambodian tourism should do more, that they should have the more flights to India, so that the exchange of culture should be more and more people should come and visit Cambodia. My name is Neeraj. I am from India. We are on a group tour of travel agent from India. Vietnam, Indonesia are already growing markets from Indian tourists. The Indian tourists go to these destinations a lot. Cambodia is a new place for Indian tourists. But as we have come to Cambodia and we have, visited many places, we'll go back and we'll promote it. And we ensure that the Indian tourists will come to Cambodia and Cambodia tourism will grow. And I'm sure they will definitely promote Cambodia as a destination and try to sell more and more passengers to Cambodia for their future travel. Hi, my name is Jatin and my company name is Plan My Tours from New Delhi. Actually, I am running ads currently also of Cambodia. My ads are going on. But I will be going to India and definitely within 10-15 days, I will prepare multiple itineraries. Okay, what I have planned. I will prepare multiple itineraries and I will run ads of Cambodia only for 2-3 months. So that I can try to get some queries and try to materialize some queries. This is what I have planned as of now, and I will be clubbing this destination with other countries also. Yeah. តាមប្រធានទីភ្នាក់ងារទេសចរកម្ពុជាលោកស្រីឆាយសេវលីនបានឲ្យដឹងថាកាតានឹងរៀបចំកញ្ចប់ទេសចរ Farm Trip សម្ដៅនាំទីភ្នាក់ងារទេសចរអ្នកសារព័ត៌មាននិងអ្នកផលិតមាតិកាទេសចរពីរដ្ឋផ្សេងៗនៅប្រទេសឥណ្ឌានិងនៅតាមបណ្ដាប្រទេសផ្សេងៗទៀតមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់គោលដៅទេសចរកម្ពុជាសំខាន់ៗមើលអំពីភាពពិតជាក់ស្ដែងអំពីការអភិវឌ្ឍសន្តិសុខសុវត្ថិភាពទេសចរកម្ពុជានិងស្វែងរកដៃគូសហការរួមគ្នាផ្សព្វផ្សាយកម្ពុជានិងរៀបចំកញ្ចប់ទេសចរនាំទេសចរអន្តរជាតិមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ល
លោកនាងប្រិយមិត្តទូរទស្សនិកជនតែនេះគឺជាព័ត៌មានសំខាន់ផ្ដល់ជូនលោកអ្នកនៅថ្ងៃទី3ខែសីហាឆ្នាំ2026នេះលោកអ្នកអាចចូលទៅកាន់បណ្ដាញសង្គមដែលយើងភ្ជាប់ជូនបន្ថែមនៅលើកញ្ចក់ទូរទស្សន៍ដើម្បីតាមដានព័ត៌មានកាន់តែទូលំទូលាយបន្ថែមទៀតយើងខ្ញុំទាំងពីរអ្នកនឹងក្រុមការងារសូមអរគុណសូមគោរពលា